បាទសួស្តីមកទាំងអស់គ្នាថ្ងៃហ្នឹងបើនារីហាងលក់ទូរស័ព្ទដៃយើងចង់បង្ហាញពុកម៉ែបងប្អូនពីរបៀបនៃការពន្លឿនក៏ដូចជាបន្ទាន់សម័យនៃការដូរអេក្រង់របស់យើងអញ្ចឹងពុកម៉ែបងប្អូនលែងពិបាកទៀតហើយរាល់ការដូរអេក្រង់ពីមុនមកគឺយើងធ្វើការចាក់កែវរួចយើងរត់កស៊ូ1ម៉ោង2ម៉ោងកន្លះម៉ោងមិនយើងអាចស្រាយបានតែឥឡូវអត់ទេណាគឺយើងមានការពន្លឿនជូនពុកម៉ែបងប្អូនតែម្ដងហើយយើងមានម៉ាស៊ីនស្វ័យប្រវត្តិអូតូទំនើបបាទគ្រាន់តែយើងចាក់កែវធម្មតាមកបន្ទាប់មកទៀតយើងយកវាទៅអុកហើយបន្តមកទៀតគឺយើងអូខេតែម្ដងឲ្យពុកម៉ែបងប្អូនប្រើបានដោយងាយហុចទៅគឺមិនបាច់ចងស៊ូដូចពីមុនទេហើយខាងក្រោយសួរថាធ្វើម៉េចខាងក្រោយបើខាងមុខអុកហើយខាងក្រោយក៏គេអុកដែរខាងក្រោយចាក់កែវក៏បានយើងអាចប្រើស្គុតមុខ2ដែលជាស្គុតប្រភេទសម្រាប់បិទខ្នងក្រោយក៏បានដែរអញ្ចឹងដូចក្នុងវីដេអូនេះចឹងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនណាឥឡូវតោះទៅមើលទាំងអស់គ្នាជាដំបូងយើងធ្វើការចាក់កែវរួចខ្ញុំយកអេក្រង់មកខ្ញុំដាក់បាទនៅពេលដែលខ្ញុំដាក់ហើយខ្ញុំស្រេមើលថាតើវាស្មើអត់អីអត់ណានៅពេលដែលស្មើរួចខ្ញុំយកវាទៅដាក់នៅក្នុងម៉ាស៊ីនទូចមួយមីនីម៉ាស៊ីនយើងហ្នឹងណាបាទដាក់រួចគឺខ្ញុំធ្វើការសង្កត់វាតែម្ដងសង្កត់រយៈពេលប្រហែលជា1នាទីកន្លះទៅ2នាទីបាទខ្ញុំចាប់ផ្ដើមសង្កត់បឹបចឹងទៅបន្តមកទៀតយើងធ្វើការវាស់នាទីយើងមានទូរស័ព្ទមួយទុកវាស់នាទីណាតែម៉ាស៊ីនហ្នឹងអត់មាននាទីទេឥឡូវនាទីវាគ្រប់ហើយយើងធ្វើការដកអេក្រង់ហ្នឹងចេញពីម៉ាស៊ីនគៀបអេក្រង់របស់យើងធ្វើការបកមើលតិចមើលបាទគឺថាឃើញថាស្អាតជាងយើងចង់កស៊ូឲ្យលឿនតែ2នាទី3នាទីយើងបានប្រើយើងចាប់ខ្សែជូនភ្ញៀវបិទខ្នងក្រៅជូនភ្ញៀវដែលប្រើស្គុតទៀតមិនបាច់ដុតកស៊ូហុចឲ្យភ្ញៀវហើយហ្មងអញ្ចឹងពុកម៉ែបងប្អូនលែងពិបាកទៀត